បញ្យកត្រីពាក្យអង់គ្លេស stuff ពាក្យមួយនេះអាចមានថ្នាក់ពាក្យជាកិរិយាសព្ទផងនិងជានាមផងបើថ្នាក់ពាក្យជានាមវាមានន័យស្តីនឹងពាក្យថា thing ផងដែរដោយវាសំដៅលើវត្ថុឬរបស់របរអ្វីមួយឧទាហរណ៍ there's sticky stuff all over the chair មានន័យថាមានរបស់អីស្អិតនៅពេញក្អីក្នុងថ្នាក់ពាក្យជានាមដដែលបើសិនជាយើងនិយាយថា someone knows his stuff នោះមានន័យថាមនុស្សម្នាក់នោះគឺជាមនុស្សដែលដឹងច្រើនអំពីរឿងនោះឬក៏ជាមនុស្សដែលមានជំនាញឬក៏មានសមត្ថភាពធ្វើរឿងនោះល្អខ្លាំងឧទាហរណ៍ she really knows her stuff when it comes to history ប្រយោគនេះចង់មានន័យថានាងពិតជាដឹងច្រើនមែនទែនឬក៏នាងពិតជាមានជំនាញឬក៏ពូកែមែនទែនបើសិនជាយើងនិយាយអំពីប្រវត្តិសាស្ត្របើថ្នាក់ពាក្យជាកិរិយាសព្ទវិញយើងប្រើវាដើម្បីមានន័យថាញាត់អ្វីមួយចូលទៅក្នុងអ្វីមួយឲ្យណែនឧទាហរណ៍ he stuffed his backpack with books មានន័យថាគាត់ញាត់ចូលកាបូបរបស់គាត់ឡើងណែនដោយសៀវភៅចំណុចមួយដែលអ្នកទាំងអស់គ្នាគួរចាំគឺថានៅពេលដែលវាមានថ្នាក់ពាក្យជានាមពាក្យនេះគឺជានាមរាប់មិនបានឬក៏ an uncountable noun មានន័យថាយើងអាចធ្វើ s ក្រោយពាក្យនេះទេបើទោះបីជាពាក្យខ្លះវាមានន័យវាសំដៅលើវត្ថុច្រើនក៏ដោយឧទាហរណ៍យើងអាចនិយាយថា there is a lot of stuff in the garage ដើម្បីមានន័យថាមានរបស់របរជាច្រើននៅក្នុងកន្លែងចតឡានដោយយើងមិនត្រូវធ្វើ s ក្រោយពាក្យ stuff នោះទេដោយនិយាយថា there are a lot of stuffs in the garage អានេះគឺខុសអូខេ